អ្នកគ្រូឆ្ងល់ថាហេតុអីក៏បុរសភាគច្រើនគាត់គ្មានសេចក្តីក្លាហានក្នុងការពិនិត្យមេជីវិតរបស់គាត់ចាអ្នកគ្រូអត់ដឹងថាហេតុអីទេតែមនុស្សប្រុសភាគច្រើនគឺគាត់បដិសេធមិនចង់ធ្វើចាតេស្តមេជីវិតទេខ្ញុំអត់ដឹងថាតើក្នុងគំនិតរបស់ពួកគាត់គិតមិនទេប៉ុន្តែសម្រាប់គ្រូពេទ្យ fertility កាលណាដែលយើងមកពីគ្រោះចង់បានបុត្រហើយប្តីមិនមកជាមួយឬក៏ប្តីគាត់អត់សហការក្នុងការធ្វើ semen analysis ឬក៏ប្តីមិនសហការក្នុងការញ៉ាំថ្នាំគឺជារឿងមួយដែលគ្រូពេទ្យក្នុង fertility នឹងពិបាកក្នុងការជួយឲ្យពួកគាត់មានកូនភាគច្រើនមូលហេតុនៃវិបត្តិលំបាកមានកូន 30 ទៅ 40% គឺមកពីបញ្ហាមេជីវិតរបស់បុរសហ្នឹងគាត់អត់គ្រប់គ្រាន់ឬក៏មេជីវិតហ្នឹងចាមានលក្ខណៈមិនប្រក្រតីឬក៏មេជីវិតហ្នឹងចាវាចលនាវាមានបញ្ហាអញ្ចឹងណាភាគច្រើនភាគីដែលជាចាភរិយារបស់គាត់ហ្នឹងគឺគាត់ព្យាយាមស្វះស្វែងចាប្រើក្រុមមធ្យោបាយជួបគ្រប់គ្រូពេទ្យញ៉ាំថ្នាំចាអ្នកខ្លះរហូតដល់ការចាឆ្លោះដៃស្បូនធ្វើ IUI ធ្វើ IVF វាជាមធ្យោបាយមួយដែលមនុស្សស្រីគ្រប់រូបគាត់ដែលគាត់ពិបាកខ្លាំងណាចាក្នុងការព្យាបាលការយកកូនដូច្នេះខ្ញុំសូមលើកទឹកចិត្តបងបរោះដែលគាត់ពិបាកមានកូននឹងសូមឲ្យគាត់ជួយសហការជាមួយប្រពន្ធគាត់ហើយជួយសហការជាមួយគ្រូពេទ្យផងព្រោះគ្រូពេទ្យចង់ឲ្យការព្យាបាលនឹងវាមានគុណភាពវាជោគជ័យទាំងអស់គ្នាចាអញ្ចឹងគួរតែចាសហការឲ្យព្យាយាមញ៉ាំថ្នាំចាបរោះខ្លះទៀតគាត់ស្ពើមគាត់មានបញ្ហាហើយតែគាត់ឲ្យគាត់ញ៉ាំថ្នាំគាត់បដិសេធអត់ព្រមញ៉ាំគាត់អត់ព្រមញ៉ាំហើយអ្នកខ្លះក៏ញ៉ាំទៅគាត់មានអារម្មណ៍ថាធ្វើទុកចារៀងតឹងពោះឆ្អល់ពោះអីអញ្ចឹងទៅអ្នកខ្លះទៀតអត់ព្រមឈប់ចាផឹកស្រាអត់ព្រមឈប់ជក់បារីទេអញ្ចឹងហើយគឺគ្រូពេទ្យអត់ដឹងមានមធ្យោបាយអីដើម្បីជួយឲ្យគាត់មានកូនបានណាចាពេលខ្លះខ្ញុំវិលមុខចំពោះបុរសមួយចំនួនចាបុរសមួយចំនួន